សាច់ដុំឬក៏រីកคล้ายទៅជាមហារីកដ៏ធំមួយដែលយើងមិនអាចគ្រប់គ្រងវាបានអញ្ចឹងហើយសួស្តីបងប្អូនវិលមកជួបគ្នាសារជាថ្មីហើយថ្ងៃនេះខ្ញុំនឹងយកតកតងជាមួយនឹងការពិនិត្យសុខភាពបន្តទៀតហើយក្រៅតែពីបងប្អូនបានសិក្សាស្វែងយល់តកតងជាមួយនឹងការពិនិត្យខ្លាញ់ស្ករអីផ្សេងជាច្រើនបាទហើយថ្ងៃនេះខ្ញុំនឹងយកមួយនៅក្នុងចំណោមការពិនិត្យសុខភាពជាច្រើនដើម្បីយកមកបង្ហាញបងប្អូនក្រៅតែយើងគួរតែដឹងថាមុននឹងយើងពិនិត្យសុខភាពតើយើងគួរតែពិនិត្យទៅលើអីខ្លះអញ្ចឹងណាបាទហើយចុងក្រោយខ្ញុំនឹងសរុបរួមតែដោយសារនេះខ្ញុំធ្វើមួយដើម្បីឲ្យបងប្អូនយល់ថាពិនិត្យទី1ទី2ទី3ទី4ទី5នៅក្នុងចំណោមទាំងអស់ហ្នឹងហើយមួយហ្នឹងវាមិនហេតុអីបានត្រូវពិនិត្យអញ្ចឹងបាទហើយតោះយើងទៅសិក្សាដើម្បីកុំឲ្យស៊ីពេលបាទតោះទី1 CA Casein Embryonic Antigen បាទគឺជាប្រភេទប្រូតេអ៊ីនមួយយ៉ាងដែលគេប្រើជា tumor marker ឬក៏សញ្ញាសម្គាល់ដុំសាច់មហារីកបាទជាទូទៅចំពោះមនុស្សពេញវ័យកម្រិត CA នៅក្នុងឈាមមានតិចតួចបំផុតប៉ុន្តែវាអាចនឹងកើនឡើងខ្ពស់ពេលណាមានសាច់ដុំមហារីកមួយចំនួននៅក្នុងរាងកាយអញ្ចឹងសំខាន់ណាបងប្អូនអានេះក៏ជាសញ្ញាមួយនៅពេលដែលយើងពិនិត្យសុខភាពទូទៅហើយយើងអាចដឹងពីស្ថានភាពរាងកាយសុខភាពយើងគួរតែដឹងវាមុនពេលដែលវាคล้ายទៅជាសាច់ដុំឬក៏រីកคล้ายទៅជាមហារីកដ៏ធំមួយដែលយើងមិនអាចគ្រប់គ្រងវាបានអញ្ចឹងហើយនៅពេលដែលដំណាក់កាលដំបូងឬក៏វាចាប់ផ្ដើមកើនឡើងយើងគួរតែប្រឹក្សាមួយដុកទ័រដើម្បីស្វែងរកដំណោះស្រាយការព្យាបាលធ្វើម៉េចដើម្បីឲ្យយើងតិចផុតពីជំងឺកាចសាហាវបាទហើយយើងបន្តទៅមុខទៀតថាតើCA ហ្នឹងវាមានផលប៉ះពាល់យ៉ាងម៉េចហេតុអីបានយើងត្រូវការដឹងវាបាទនេះបងប្អូននឹងទី1គឺមហារីកប្រព័ន្ធរំលាយអាហារបាទហើយខ្ញុំមានចំណុចត្រេ1ត្រេ2អញ្ចឹងណាបងប្អូនដើម្បីឲ្យងាយក្នុងការយល់ថាតើវាមានបញ្ហាទៅលើអីខ្លះហើយមួយឲ្យមិនចាំបាច់បងដាក់លេខទេបងប្អូនបាទទី1គឺជារោគសញ្ញាអានេះបឋមណាបងប្អូនបាទហើយមហារីកពោះវៀនធំនិងទ្វាលីមួកបាទនេះគឺជាប្រភេទមហារីកដែលគេប្រើ CA ដើម្បីតាមដានវាហើយទី2គឺមហារីកលំពែងបាទអ្នកជំងឺមហារីកលំពែងភាគច្រើនមានកម្រិត CA ខ្ពស់មួយទៀតមហារីកក្រពះបាទការកើនឡើង CA អាចបង្ហាញពីវត្តមានដុំសាច់នៅក្នុងក្រពះបាទមហារីកបំពង់អាហារបាទអញ្ចឹងនៅក្នុងចំណោមនេះតើបងបើសិនជាវាមានបញ្ហាវាគួរតែចេញសញ្ញាហើយនៅពេលដែលវាចាប់ផ្ដើមឡើងខ្ពស់គឺយើងគួរតែប្រឹក្សាជាមួយដុកទ័រទៅដើម្បីស្វែងរកដំណោះស្រាយឲ្យល្អហើយឲ្យលឿនឆាប់រហ័សដើម្បីងាយស្រួលក្នុងការព្យាបាលហើយទី2គឺមហារីកផ្នែកផ្សេងទៀតបាទអញ្ចឹងមហារីកផ្នែកផ្សេងទៀតមានមហារីកសួតបាទជាពិសេសប្រភេទ non small cell lung cancer បាទមហារីកសួតមហារីកដោះមហារីកលំពែងស្តេរ៉ូអ៊ីតបាទមហារីកក្រពែងអូវែអានេះគឺសម្រាប់មនុស្សស្រីហើយក្រពែងតេរ៉ូអ៊ីតគ្នាមានទាំងអស់រួមទាំងមនុស្សប្រុសមនុស្សស្រីក្រពែងតេរ៉ូអ៊ីតវាមានវាសម្រាប់ផលិតពពួកវីតាមីនសម្រាប់ឲ្យជួយបំរុងហើយនឹងគ្រប់គ្រងទៅលើរាងកាយយើងទៅមូលតែនៅពេលដែលវាផលិតច្រើនឬក៏មានបញ្ហាដោះដុំសាច់កដុំអីទៅវាធ្វើឲ្យអាប្រព័ន្ធហ្នឹងចាប់ផ្ដើមឡើងហើយសាច់ហ្នឹងវាចាប់ផ្ដើមវិវត្តខ្លួនคล้ายទៅជាមហារីកបានណាបាទអញ្ចឹងណាហើយបន្តទៅទៀតគឺតើកម្រិត CA មានន័យថាសុទ្ធតែជាមហារីកមែនទេបាទអាហ្នឹងគឺយើងឆ្ងល់ថាហេតុអីបានវាបើសិនជាវាឡើងខ្ពស់អញ្ចឹងគ្រប់គ្នាទាំងអស់ត្រូវតែជាមហារីកឬមែនទេអញ្ចឹងមិនមែនទេនេះជាចំណុចសំខាន់ដែលលោកអ្នកត្រូវតែដឹងជាសារធាតុ CA ក៏អាចកើនឡើងខ្ពស់បន្តិចបន្តួចដែរដែលមិនមហារីកដូចជាបាទនៅក្នុងករណីខ្លះអញ្ចឹងណាបងប្អូនបាទទី1អ្នកជក់បារីមានកម្រិត CA ខ្ពស់ជាងអ្នកដែលមិនជក់បារីជាមធ្យមមានការរលាកនៅក្នុងរាងកាយដូចជារលាកពោះវៀនរលាកសួតជំងឺថ្លើមក្រិនថ្លើមឬក៏ដំបៅក្រពះនិងគ្រោះក្នុងប្រមាត់ជាដើមហើយទី4កម្រិតធម្មតានៃ CA ត្រូវបានគេប្រើសម្រាប់ស្វែងរកមហារីកដំបូងចំពោះមនុស្សទូទៅដែលគ្មានរោគសញ្ញានោះទេព្រោះវាអាចឡើងខ្ពស់ដោយសារមូលហេតុផ្សេងអញ្ចឹងណាបងប្អូនវាមានកត្តាជាច្រើនអញ្ចឹងហើយបានយើងគួរតែពិនិត្យសុខភាពទូទៅដើម្បីយើងមើលថាតើវាមានឡើងមានអីខុសប្រក្រតីអីអត់អញ្ចឹងណាបាទអញ្ចឹងហើយពេលដែលយើងមើលកាពះពោះវៀនមើលកាពេញប្រូស្តាតមើលអីទាំងអស់ថាវាមានដបៅមានអីអត់យើងអាសាមានអាការៈមានអីអត់ព្រោះពេលខ្លះពេលដែលយើងញ៉ាំហិលពេកឬក៏យើងញ៉ាំបាយមិនទៀងទាត់វាធ្វើឲ្យលាកដបៅរ៉ាំរ៉ៃកាពះពោះវៀនឬក៏ជំងឺផ្សេងទៀតដែលវាចូលមកជ្រៀតជ្រែកធ្វើឲ្យយើងលាកបានអញ្ចឹងណាបងប្អូនបាទអរគុណច្រើនជំរាបលាបងប្អូន